សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្វែរអារម្មណ៍អ្នកនរគ្នាមកទស្សនានៅឧទ្យានមួយក្នុងទីក្រុងប៉េកាំងដោយសារតែនៅឧទ្យាននេះគឺគេទៅលេងពេលយប់ដោយសារត្រូវមើល City View នៅទីក្រុងប៉េកាំងអញ្ចឹងអ្នកនរគ្នានៅតាមផ្លូវនេះស្អាតដោយសារតែអាកាសធាតុល្អអីចឹងទៅហើយណាមួយគឺអត់មានភ្លៀងអីទេចឹងទៅគឺមេឃអីពណ៌ខៀវស្ងាត់ចឹងហើយមកដល់នេះគឺមានខ្លោងទ្វារហ្នឹងគឺខ្លោងទ្វារឧទ្យានហ្នឹងអ្នកនរគ្នាយើងដើរទៅតាម100-200 ម៉ែត្រអីគឺយើងទៅដល់ឧទ្យានហ្នឹងហ្មងហើយនៅតាមផ្លូវនេះស្អាតហើយអ្នកមកលេងក៏ច្រើនដែរដោយសារតែគេភាគច្រើនគឺមកពេលល្ងាចមកមើលអា City View នឹងឯងហើយចូលដល់ក្នុងនេះគឺមានឈ្មោះមានអីតាក់ទងជាមួយនឹងទីតាំងហ្នឹងគឺ北京西山果界森林公园តាក់ទងមួយកងយានហ្នឹងហើយនៅនេះគឺដំបូងឡើយគឺខ្ញុំ research ទៅគឺអស់លុយ10 yuan ម្នាក់អញ្ចឹងដោយសារយើងត្រូវទិញសំបុត្រប៉ុន្តែដល់ពេលដែលចូលមកដល់គឺគេតបតែងបន្ថែមអីចឹងទៅគឺគេអត់មានគិតលុយពីយើងទេហើយនៅនេះគឺស្អាតដោយសារតែមានបឹងតូចៗនៅតាមផ្លូវនៅឧទ្យានហ្នឹងចឹងអ្នកនរគ្នានិយាយទៅគឺទេសភាពអីគឺស្អាតដោយសារតែខែនេះគឺខែក្តៅខែអីចឹងទៅគឺមានដើមឈើមានអីហើយទេសភាពហ្នឹងគឺមានផ្កាមានអីនៅហ្នឹងចឹងអ្នកនរគ្នាចូលមកដល់ក្នុងឧទ្យានហ្នឹងគឺមានទីតាំងគេផ្សេងគ្នាដោយសារតែមួយកន្លែងអីគឺគេមាន 4-5 ទីតាំងឲ្យយើងទៅថតលេងទៅតាមហ្នឹងចឹងអ្នកនរគ្នាឲ្យទីតាំងដែលខ្ញុំមកនេះគឺចិត្តពាក់កណ្ដាលផ្លូវដោយសារតែចូលមកក្នុងនេះគឺមានទេសភាពមានបឹងតូចនៅកន្លែងហ្នឹងចឹងអ្នកនរគ្នាហើយយើងត្រូវដើរឆ្ងាយដើម្បីឡើងទៅលើភ្នំហ្នឹងមានកម្ពស់ប្រហែល10 គីឡូអ្នកនរគ្នាដែលយើងត្រូវដើរពីក្រោមទៅហើយនិយាយទៅគឺខ្ពស់ខ្លាំងហើយខ្ញុំដើរនេះគឺមើលតាមស្លាកសញ្ញាហើយដើរតាមគេតាមឯងដែរទេដោយសារតែយើងអត់សូវដឹងពីទីតាំងហ្នឹងចឹងអ្នកនរគ្នាឲ្យដើរចុះដើរឡើងមានអារម្មណ៍ថាដូចចុះទៅអីចឹងអ្នកនរគ្នាឲ្យកន្លែងនេះគឺទីតាំងកណ្ដាលភ្នំហ្នឹងហ្មងនិយាយទៅគឺគេមានកន្លែងឲ្យយើងសម្រាកនៅទីតាំងហ្នឹងហើយមើលពីហ្នឹងទៅក្រោមក៏ស្អាតដែរអ្នកនរគ្នាដោយសារតែវាមើលពី City View នៅមួយផ្នែកនៃទីក្រុងប៉េកាំងអញ្ចឹងអ្នកនរគ្នាហើយបើយើងហត់យើងអីយើងអាចសម្រាកនៅនឹងបានដល់ពេលយប់អីយើងអាចឡើងទៅលើបានដោយសារតែនៅលើគឺគេមើលនៅពេលយប់ដោយសារតែមានភ្លើងមានអីថតស្អាតអញ្ចឹងអ្នកនរគ្នាហើយនៅនេះគឺផ្ទៃមេឃអីគឺស្អាតខ្លាំងមែនតើដោយសារតែអាកាសធាតុល្អអញ្ចឹងណាហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាវីដេអូក្រោយខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជានៅពេលយប់នៅលើភ្នំនឹងទាំងមូលអញ្ចឹងអ្នកនរគ្នាពី City View នៅទីក្រុងប៉េកាំងនឹងអញ្ចឹងអ្នកនរគ្នាអរគុណច្រើនអ្នកនរគ្នាបាយបាយអ្នកនរគ្នា